សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំដងទៀតហើយសន្តាស៊ីអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកសម្រាប់បន្តជាមួយនឹងរឿងអ្នកមាននិងរឿងសាមញ្ញនៅភាគទី3ហើយនិងទី4ដោយសារតែរឿងនឹងមួយភាគគឺតិចដែរទេអញ្ចឹងខ្ញុំចង់ដាក់2ភាគហ្មងណាអ្នកគ្នាហើយភាគសរុបរបស់វាគឺមាន12ភាគអញ្ចឹងមកនៅចូលទៅកាន់វីដេអូអ្នកគ្នាណាដែលមកថ្មីកុំភ្លេចជួយចុច Subscribe មកកាន់ Channel ខ្ញុំម្នាក់មួយផងហើយសាច់រឿងនៅភាគទី3នឹងដែរក៏បង្ហាញឲ្យយើងឃើញពីព្រះបត្រារ៉តហើយនិងរាកំពុងតែធ្វើការលេងល្បែងមួយដែលហ្គេមដែលពួកគេបាននិយាយអំពីអេពីសូតមុនថាពួកគេនឹងលេងហ្គេមមួយគ្នាហើយហ្គេមនឹងដែរគឺជាហ្គេមអុកនៅក្នុងការលេងនឹងដែរគឺរាធ្វើបានល្អខ្លាំងមែនតើសឹងតែយកឈ្នះព្រះអង្គរ៉តបានទៅហើយក៏ប៉ុន្តែដោយសារតែព្រះអង្គរ៉តនឹងគាត់មានជំនាញនៅក្នុងការលេងនឹងច្បាស់ហោះទៅធ្វើឲ្យរានឹងចាញ់នៅក្នុងការប្រកួតនឹងហើយចុងក្រោយអ្នកដែលឈ្នះនឹងគឺជាព្រះអង្គម្ចាស់រ៉តនឹងឯងបត្រារ៉តនឹងក៏មានបន្ទូលថារាគឺបច្ចេកលេងបានល្អខ្លាំងមែនតើរាក៏បាននិយាយតវិញថាខ្លួនគឺមិនដែលលេងហ្គេមអុកនឹងទេហើយនេះក៏ជាលើកទី1ដែលខ្លួនលេងដែរទៅពេលដែលលឺចឹងហើយម្នាក់គឺកាន់តែគៀងទៀតដោយសារតែលើកទី1គឺរាធ្វើបានល្អខ្លាំងមែនតើនៅពេលដែលលេងចោលហើយអ្នកទាំងពីរក៏បានបំបីផ្លូវគ្នារៀងខ្លួនចឹងទៅនៅពេលដែលរាកំពុងដើរចេញទៅព្រះបត្រារ៉តនឹងក៏បាននិយាយថាបើសិនជាយើងមានពេលទំនេរទៀតយើងនឹងមកលេងជាមួយឯងទៀតនិយាយទៅឥឡូវហ្នឹងព្រះបត្រារ៉តនឹងដូចចាប់អារម្មណ៍ទៅលើរារបស់យើងហើយមើលទៅទឹកមុខរបស់ខ្លារាទៅក៏ដឹងថាខ្លារាកំពុងតែប្រឆាំងដែរតែប្រហែលខ្លារាដឹងខ្លួនដឹងបើយើងកន្លែងមកមើលព្រះបត្រាយូវិញគឺកំពុងតែមានស្រីដេញតាមគាត់ច្រើនមែនតើដោយសារតែគាត់មានមន្តស្នេហ៍នៅពេលដែលកំពុងដើរសុកនឹងដែរក៏បានឃើញរាបង្រៀនខ្លារាឲ្យលេងអុកដែរហើយគ្រប់ដៃទាំងអស់គឺរាជាអ្នកឈ្នះមិនមែនខ្លារាទេធ្វើឲ្យខ្លារានឹងចង់ខឹងដែរហ្នឹងនៅពេលដែលព្រះបត្រាយូក៏បានមកឃើញក៏បានចូលមកនិយាយជាមួយខ្លារាហើយជួយបង្រៀនខ្លារាថាយើងទៅគួរស៊ីអាណាបានឈ្នះអញ្ចឹងតែយើងកុំមើលពួកស្រីដែលបានតាមព្រះបត្រាយូគឺថាគ្នាចង់ខឹងតិចមែនបើសារដើរចោលគេនៅពេលដែលក្តារនឹងរាឈ្នះទៀតហើយធ្វើឲ្យខ្លារានឹងគឺខឹងរាទៀតហើយភ្លាមនឹងដែរព្រះបត្រាយូនឹងក៏បានបបួលពីរនាក់នឹងទៅលេងបៀម្ដងនិយាយទៅស្លាគេនឹងលយហ្មងមានលេងល្បែងក្នុងសាលាបានទៀតហើយក្នុងការលេងបៀនឹងដែរគឺខ្ញុំមិនដឹងថាគេលេងប្រភេទមិនទេតែខ្ញុំដឹងតែហ្គេមហ្នឹងគឺពេញនិយមដែរស្លឹកបៀណាគេដែលធំជាងគេគឺអ្នកនឹងអ្នកឈ្នះសិនជាអ្នកគ្នាធ្លាប់មើលរឿងស្ដេចល្បែងហើយឃើញស្ដេចល្បែងអាសាលេងហ្នឹងប៉ុន្តែបើសួរខ្ញុំស្គាល់ខ្ញុំអត់ចេះលេងហើយខ្ញុំក៏អត់ស្គាល់ដែរប្រភេទអញ្ចឹងហើយនៅក្នុងការលេងនឹងដែរឬក៏បានសង្កេតឃើញថាយូហើយនិងមីសាហ្នឹងគឺមានតំណែងស្និទ្ធស្នាលមួយគ្នាដែរនិយាយទៅដូចព្រះអង្គម្ចាស់យូហ្នឹងគឺលួចក្រាស់ម៉ាសាអញ្ចឹងណាហើយប្រាប់ណាគេមិនប្រាប់តែប្រាប់ចំខ្លារាគឺខ្លារាជាកំហឹងដាក់មួយដោយសារខ្លួនកំពុងតែអត់ជួយចិត្តរាផងតែយើងក៏មិនអាចមើលឃើញដែរថាអនាគតនឹងខ្លារានៅតែអត់ជួយចិត្តរាហើយនៅក្នុងការលេងនឹងដែរគឺថារាបោះបៀដែលល្អហ្នឹងគឺឲ្យទៅខ្លារាទាំងអស់ប៉ុន្តែចុងក្រោយនៅតែអត់យកឈ្នះយូបានដោយសារតែយូហ្នឹងគឺមានអក្សរ A 4 ដៅអ្នកគ្នាហើយខ្ញុំមិនដឹងហៅ A ហ្នឹងថាម៉េចហៅ A បានហើយយូហ្នឹងក៏បានដឹងដែរថារាហ្នឹងគឺតែងតែបោះបៀល្អទៅឲ្យខ្លារានៅពេលដែលខ្លារាលឺចុះហើយខ្លារាក៏រៀងឆ្ងល់បន្តិចដែរប៉ុន្តែក៏មិនមើលមីសាអីដោយសារតែមីសាហ្នឹងគឺខំធ្លាក់បៀល្អទៅកាន់រាក៏ប៉ុន្តែរាគឺធ្លាក់ឲ្យខ្លារាទាំងអស់យកហ្មងនៅពេលដែលកំពុងតែដើរតាមផ្លូវនឹងដែររាក៏បានអូសដៃខ្លារាទៅរកមនុស្សម្នាក់ហើយម្នាក់នឹងគឺជាព្រះបត្រាទី2ដែលមានឈ្មោះថាឋាននឹងឯងហើយផ្លានរបស់រាគឺចង់ចូលទៅនិយាយជាមួយនឹងព្រះអង្គម្ចាស់រ៉ាន់ហើយនិយាយបបួលគេលេងល្បែងអីចឹងណាក៏ប៉ុន្តែផែនការនឹងគឺត្រូវបានលាទាំងអស់ដោយសារតែខ្លារានឹងគឺស្រឡាញ់គេដល់ពេលឃើញគេទៅមិនចូលទៅនិយាយមួយគេក៏ប៉ុន្តែចុងក្រោយរាក៏នៅតែបបួលព្រះអង្គម្ចាស់ឋាននឹងមកលេងល្បែងឲ្យទាល់តែបានដែរដោយល្បែងដែលរានឹងចង់បបួលព្រះអង្គម្ចាស់ឋានលេងនឹងគឺការចាប់ក្តាស់នឹងគឺមាន4ហើយក្នុងក្តាស់នឹងគឺមានស្ដេច1ហើយនឹងលេខចំនួន3ពីលេខ1ដល់លេខ3បើសិនជានរណាម្នាក់ចាប់បានស្ដេចហ្នឹងគឺអាចឲ្យលេខ1លេខ2ហើយនិងលេខ3ធ្វើអីក៏បានដែរតាមតែស្ដេចហ្នឹងគឺចង់ឲ្យធ្វើនៅពេលដែលយល់លក្ខខណ្ឌនៃការលេងហើយពួកគេក៏បានបន្តលេងហ្គេមហ្នឹងទៅហើយជុំទី1នឹងដែរគឺព្រះអង្គម្ចាស់ឋាននឹងឯងគឺជាស្ដេចក៏បាននិយាយថាឲ្យលេខ2ហើយនិងលេខ3ចាប់ដៃគ្នានៅពេលនឹងដែរគឺលេខ3បានទៅលើរាហើយលេខ2គឺបានទៅលើខ្លារាខ្ញុំចង់និយាយថាខ្លារាឲ្យតែនិយាយអីពាក់ព័ន្ធនឹងរាហើយរឿងរៀងស្វីនតិចហ្នឹងដឹងខ្លារារៀងអៀនហីក៏តែមាត់និយាយថាស្អប់គេរហូតហើយជុំទី2នឹងដែរគឺបានទៅលើលីនីដែលលីនីក៏ចង់ឲ្យលេខ1ប៉ាទៅកាន់ក្បាលរបស់លេខ3ហើយពេលនឹងដែរគឺថាជួនខ្លាំងមែនតើដោយសារតែព្រះអង្គនឹងគឺលេខ1ហើយលេខ3នឹងគឺជាខ្លារារបស់យើងនឹងឯងហើយដោយសារតែច្បាប់របស់ហ្គេមមកទៅធ្វើឲ្យព្រះអង្គទី2នឹងត្រូវប៉ាក្បាលទៅកាន់ខ្លារាតាមចិត្តគាត់ហ្មងគឺអត់ចង់ទេដោយសារតែគាត់នឹងគឺមិនដែលប៉ះស្រីហើយនៅជុំទី3អ្នកដែលជាស្ដេចគឺជារានឹងឯងរាក៏បាននិយាយថាចង់ឲ្យមនុស្សទី1ហើយនិងមនុស្សទី2ថើបគ្នានិយាយទៅពេលហ្នឹងគឺរាបានដឹងរួចហើយថានរណាគេលេខ1នរណាគេលេខ2ហើយនរណាគេលេខ3
ដោយសារតែមុនពេលចូលមកបបួលព្រះអង្គម្ចាស់ទី2លេងហ្នឹងគឺរាហើយនឹងលីនីហ្នឹងគឺបានដាក់ម៉ូគ្នាហើយថាញាក់ភ្នែកតាមទៅការលើករៀងរបស់ខ្លួនអ្នកគ្នាយល់អីហ្នឹងអត់មានន័យថាបើសិនជាលីនីហ្នឹងបានលេខ3លីនីត្រូវញាក់ភ្នែកចំនួន3ដងហើយក្តារមុនក៏អញ្ចឹងដែរនិយាយទៅអាហ្នឹងដូច cheating អញ្ចឹងគឺជាការបោកប្រាស់នៅពេលដែលលើចឹងដែរព្រះអង្គឋានក៏បានចោទជាសំណួរថាតើខ្លួនឯងនឹងគឺជាស្ដេចល្អអត់ហ្នឹងដោយសារហ្គេមហ្នឹងគឺរាជាអ្នកធ្វើជាស្ដេចទៅធ្វើឲ្យព្រះអង្គម្ចាស់ឋានហ្នឹងគាត់និយាយចឹងហើយក៏បានចោទជាសំណួរសួរទៅកាន់រាទៀតថាតើរានឹងបានបោកប្រាស់គាត់មែននៅក្នុងហ្គេមមួយហ្នឹងរាក៏បាននិយាយទៅថានឹងហើយគោលបំណងពិតនៃហ្គេមដែលខ្លួនបានបង្កើតឡើងមកហ្នឹងគឺមិនមែនតម្រូវឲ្យស្ដេចគឺត្រូវតែល្អទាំងអស់ទេនៅពេលដែលឮចឹងហើយក៏សួរទៅកាន់រាម្ដងទៀតថាតើរានឹងគឺកំពុងតែធ្វើការតេស្តទៅលើគេមែននៅពេលដែលលើព្រះអង្គម្ចាស់ឋាននិយាយចឹងហើយឬក៏បានសូមធ្វើការអភ័យទោសទៅកាន់ព្រះអង្គម្ចាស់ឋានផងដែរដែលបានសាកល្បងទៅលើព្រះអង្គម្ចាស់ឋាននោះបន្ទាប់ពីស្ដាប់ការបកស្រាយរបស់រាហើយព្រះអង្គម្ចាស់ឋាននឹងក៏បានដើរចេញទៅបាត់ទៅហើយក៏បានបែរមកនិយាយម្ដងទៀតថាគ្មានលើកទី2ទេការបោកប្រាស់មួយហ្នឹងនៅពេលដែលព្រះអង្គម្ចាស់ឋានបានដើរចេញទៅបានហ្នឹងក្លារាក៏បាននិយាយបន្តទៅកាន់រាថាថៃបានរាបោកប្រាស់មនុស្សដែលខ្លួនស្រឡាញ់អញ្ចឹងនៅពេលដែលលើអញ្ចឹងហើយរាក៏បាននិយាយថាហើយមានគិតដល់ពេលដែលគេបានប៉ះក្បាលខ្លួនអត់ហ្នឹងពេលនិយាយអញ្ចឹងហើយក៏អៀនម្នាក់អីអញ្ចឹងទៅហើយនៅពេលដែលកំពុងញ៉ាំបាយជុំគ្នាសុកហ្នឹងមីសាមិនដឹងគិតអីទេគឺនិយាយថាតើមនុស្សដែលស្រឡាញ់ភេទដូចគ្នាហ្នឹងមានអារម្មណ៍មិនវិញពេលហ្នឹងម៉ាសាហ្នឹងចង់សួរសម្ដៅទៅគ្រប់គ្នាថាតើគ្រប់គ្នាមានដឹងអត់ថាអារម្មណ៍ដែលស្រឡាញ់គ្នាភេទដូចគ្នាអីអញ្ចឹងណាមានអារម្មណ៍ម៉េចពេលហ្នឹងលីនេះក៏និយាយថាអារម្មណ៍ដែលស្រឡាញ់គេហ្នឹងគឺមិនគិតពីភេទទេបើសិនជាយើងស្រឡាញ់គេពិតមែនណាដូចជាពេលខ្លះយើងត្រឹមតែជាមិត្តភក្តិមួយគ្នាយើងលេងមួយគ្នាយូរៗទៅយើងក៏អាចបង្កើតអារម្មណ៍ស្នេហាមួយបានដែរហើយរាក៏បាននិយាយដែរថាបើសិនជាយើងស្រឡាញ់មនុស្សម្នាក់យើងអត់គិតពីលើភេទទេឧទាហរណ៍ដូចជាក្លារាគឺមានជំរើស3ព្រះអង្គរតព្រះអង្គឋានហើយនិងព្រះអង្គយូហើយប្រកាសណាគឺក្លារានឹងរើសយកឋានហើយដោយសារតែឋានហ្នឹងគឺជាមនុស្សដែលក្លារាស្រឡាញ់បើនិយាយអំពីរាវិញរវាងក្លារាមីសាហើយនិងលីនីវិញគឺប្រកាសជាយកក្លារាហ្នឹងគឺជាមនុស្សដែលរាស្រឡាញ់ហើយអត់គិតលើភេទអីទេសំខាន់ឲ្យតែបានស្រឡាញ់គេឃើញគេមានក្តីសុខតែប៉ុណ្្នឹងគឺបានហើយនៅពេលដែលលឺអញ្ចឹងហើយក្លារារបស់យើងហ្នឹងគឺចាប់ផ្ដើមអៀនទៀតនិយាយទៅក្លារារបស់យើងហ្នឹងគឺអៀនគេរហូតតែបើសួរថាស្រឡាញ់គេអត់គឺអត់ស្រឡាញ់គេទេនៅភ្លាមៗហ្នឹងរាក៏បានបន្តនិយាយទៀតថានេះមិនមែនជាភពពិតរបស់នាងទេពេលកន្លងយូរទៅនាងនឹងត្រូវឆ្លងទៅភពពិតរបស់នាងវិញហើយនាងក៏មិនដឹងថាពេលណាដែលនាងត្រូវត្រឡប់ទៅវិញដែរនិយាយទៅពេលហ្នឹងរានិយាយឡើងសែតហ្មងប៉ុន្តែភ្លាមៗហ្នឹងរាក៏បានបដូរទឹកមុខថាខ្លួនហ្នឹងគឺកំពុងតែនិយាយលេងទេនៅពេលដែលកំពុងនិយាយគ្នាសោកៗហ្នឹងក៏មានសិស្ស2នាក់មកនិយាយថាតើរានឹងមែនគឺជាសិស្សដែលបានតាមតោងក្លារាធ្វើជាអ្នកបម្រើអញ្ចឹងណានិយាយទៅចង់ឡើងខ្ពស់ដោយសារតែក្លារាពីអ្នកនឹងគឺនិយាយលឺដែរអ្នកគ្នាធ្វើឲ្យរារបស់យើងនឹងរៀងអន់ចិត្តដែរតែប្រឹងសោយប្រឹងញញឹមជាមួយមិត្តភក្តិរបស់ខ្លួនអីចឹងទៅប៉ុន្តែពេលហ្នឹងដែរគឺក្លារាមាននៅស្ងៀមញញឹមជាមួយទេក្លារាក៏ចេញមកធ្វើបាបយកតែម្ដងហើយពេលហ្នឹងគឺក្លារាឡងខ្ជូតមែនតើហ្មងណាគ្នាលឺថានៅសុកអត់ចូលចិត្តគេទេក៏ប៉ុន្តែចេញការពារគេអញ្ចឹងណានៅពេលដែលស្ដីឲ្យសិស្សស្រីពីរនាក់ហ្នឹងហើយអ្នកទាំងពីរក៏បានដើរចេញទៅនៅពេលកំពុងដើរតាមផ្លូវសុកហ្នឹងដែររាក៏បានហៅក្លារាឲ្យឈប់ក្លារាក៏បានសួរទៅកាន់រាថាតើមានបញ្ហាអីមែនពេលហ្នឹងគឺក្លារាខ្លាចពីអ្នកស្រីនឹងនិយាយធ្វើឲ្យប៉ះពាល់ចិត្តរាអញ្ចឹងណាក៏ប៉ុន្តែពេលហ្នឹងរាបានសួរទៅកាន់ក្លារាថាតើក្លារានឹងស្អប់គេមែនពេលហ្នឹងគឺក្លារាកាន់តែខឹងទៀតដោយសារតែខ្លួនខំបារម្ភពីគេដល់ពេលគេនិយាយមកធ្វើដូចខ្លួនហ្នឹងគឺមនុស្សអាក្រក់អញ្ចឹងណាហើយក៏បានស្រែកទៅកាន់រាមកថាហឹងថាត្រូវឯងខ្ញុំស្អប់ឯងខ្ញុំស្អប់ខ្លាំងមែនតើហើយសាច់រឿងនៃភាគទី3របស់យើងក៏បានកាត់បញ្ចប់ត្រឹមតែប៉ុណ្ណឹងសាច់រឿងនៃភាគទី4របស់យើងបាននិយាយអំពីសិស្សសាលាមួយក្រុមបានមករៀន Magic អំពីលោកគ្រូម្នាក់ឥឡូវយើងសូមមកស្គាល់គាត់ទេគាត់គឺជាលោកគ្រូដែលបង្រៀន Magic ហើយមានធាតុភ្លើងដែលគាត់គឺជាគ្រូបង្រៀន Magic យកតែម្ដងហើយថ្ងៃនេះដែរគឺគាត់មកបញ្យល់មេរៀនថ្មីមួយដែលមេរៀននឹងដែរគឺជាការប្រើគុជឲ្យបានត្រឹមត្រូវហើយគុជមួយនឹងដែរគឺមានតម្លៃខ្លាំងមែនតើដោយសារតែវាដកចេញមកពីសត្វចម្លែកហើយកម្លាំង Magic ទាំងអស់ដែលខ្ញុំប្រាប់អ្នកគ្នាតាំងពីវីដេអូមុនអីចឹងហើយធាតុទាំងអស់ហ្នឹងរួមមានធាតុទឹកធាតុដីធាតុខ្យល់ហើយនិងធាតុភ្លើងហើយធាតុដែលខ្លាំងជាងគេគឺជាធាតុដីក៏ប៉ុន្តែយ៉ាងណាក៏ដោយបើសិនជាធាតុទាំង4ហ្នឹងគឺយើងយកទៅប្រើចូលគ្នាទៅកម្លាំងធាតុវាឲ្យនឹងខ្លាំងជាងមុននៅពេលដែលរាកំពុងតែធ្វើការតេស្ត Magic នឹងដែរគឺថាលោខ្លាំងមែនតើដោយសារតែរាហ្នឹងគឺមានធាតុដីហើយមនុស្សគ្រប់គ្នានៅកន្លែងហ្នឹងគឺថាកាំងខ្លាំងមែនតើដោយសារតែរារបស់យើងហ្នឹងគឺខ្លាំងមិនធម្មតាដែរហ្នឹងណាក៏ប៉ុន្តែភ្លាមៗនឹងដែរក្លារាក៏បានចូលមកដល់ហើយក៏ប្រើ Magic របស់ខ្លួនដែល Magic ភ្លើងហ្នឹងណាហើយផ្ទាំងស៊ីមួយហ្នឹងគឺថាខ្ទេចបាក់កយកតែម្ដងបើសិនជាមនុស្សវិញដឹងមិនទេឆេះខ្លោចអស់បាត់ហើយគោលបំណងរបស់ក្លារាពេលហ្នឹងគឺថាចង់ចូលទៅធ្វើបាបរាទេ
តែដោយសារតែខ្លារាហ្នឹងគឺជាក្ររបស់ខ្លួនអញ្ចឹងទៅមានគិតថាគេចង់មកធ្វើបាបខ្លួនណាគិតថាគេហ្នឹងគឺចង់មកលេងជាមួយខ្លួនហើយញាស់ខ្លួនហ្នឹងហើយមនុស្សចូលទៅកាន់ការសម្រាប់បន្តទៀតខ្ញុំចង់មកប្រាប់អ្នកគ្នាថាក៏ប៉ុន្តែខ្ញុំហៅតួខុសឯអ្នកគ្នាកំប៉ុន្តែតួស្រីអ្នកមានរបស់យើងម្នាក់នេះគឺមានឈ្មោះថា Claire មិនមែន Claria ទេឥឡូវខ្ញុំសូមដូរហៅ Claire វិញខ្ញុំជប់ហៅ Claria ហើយនៅពេលដែលសិស្សកំពុងរៀនសុកហ្នឹងក៏មានសត្វចម្លែកអីដើរមកចិត្តហ្នឹងតែយើងក៏មិនប្រកាសដែរថាសត្វហ្នឹងគឺជាសត្វអីព្រោះអីវាដូចទឹកឥឡូវយើងមកស្វែងយល់អំពី Magic បន្តិចទៀតសិនឲ្យកាន់តែយល់ច្បាស់ជាងហ្នឹងបើសិនជា Magic ដីវាយជាមួយនឹង Magic ខ្យល់ប្រកាសណាស់គឺ Magic ដីគឺជាអ្នកឈ្នះតែបើសិនជា Magic ខ្យល់ហើយនិង Magic ទឹកឆ្លោះគ្នាគឺប្រកាសណាស់ប្រកាសជា Magic ទឹកគឺជាអ្នកឈ្នះប៉ុន្តែធាតុដីគឺមិនអាចទ្រាំទ្រង់ជាមួយនឹងក្តៅបានទេដូចជា Clear អំបែងមិញចឹងតែបើសិនទឹកហើយនឹងភ្លើងវិញគឺប្រកាសណាស់ប្រកាសជាទឹកហើយអ្នកគ្នាកុំគិតថាភ្លើងឈ្នះទឹកអត់មានណាបញ្ឈប់កំណត់នឹងភ្លាមនៅពេលដែលគាត់បានបរៀនហើយហ្នឹងគាត់ក៏បានឲ្យកូនសិស្សគាត់ហ្នឹងទៅហាត់ជាមួយនឹង Magic របស់ខ្លួនរៀងៗខ្លួនហើយកំពុងតែហាត់សុកហ្នឹងគឺថាពីរអ្នកហ្នឹងគឺមកញុះគ្នាទៀតដោយសារតែរៀនហ្នឹងគឺមានធាតុដីហើយ Clear គឺមានធាតុភ្លើងអញ្ចឹងអ្នកដែលឈ្នះហ្នឹងគឺ Clear ហើយដោយសារតែ Clear ហ្នឹងគឺវាយបែកដីរហូតប៉ុន្តែនៅពេលហ្នឹងដែរគឺថាព្រះរាជបុត្រាទី1ហើយនិងព្រះរាជបុត្រាទី3ក៏បានចូលមកដល់ហើយសួរទៅកាន់ពួកគេថាតើនឹងមែនទំនាក់ទំនងដែលមិត្តភក្តិជិតស្និទ្ធគ្នាធ្វើដាក់គ្នាប៉ុន្តែ Claire ក៏បាននិយាយថាខ្ញុំគ្មានមិត្តភក្តិដូចជានាងទេនិយាយទៅគឺអត់មានមិត្តភក្តិជារឿងសាមញ្ញហ្មងហើយពេលហ្នឹង Claire ក៏អត់ភ្លេចទេសួររកព្រះអង្គថាន់មកចេះ Claire របស់យើងឥឡូវគិតមិននេះពេលហ្នឹងដែររាជបុត្រទី1ក៏បានមានបន្ទូលថារាហ្នឹងគឺពិតជាមានយល់សល់ខ្លាំងមែនទែនជាមួយនឹង Claire ហ្នឹងហើយគាត់ពិតជាចំណែនខ្លាំងមែនទែនដោយសារតែគាត់ហ្នឹងគឺអត់មាន Magic ខ្លាំងដូចទៅពីរអ្នកហ្នឹងទេហើយក៏បានបបួលពីរអ្នកហ្នឹងគឺចូលទៅក្នុងក្រុមមួយដែលក្រុមហ្នឹងដូចជាអ្នកដែលឈ្នះអ្នកដែលជាប់ការប្រកួតមួយហ្នឹងដឹងតែបានចូលឲ្យក្រុមហ្នឹងហើយយើងក៏មិនទាន់ដឹងស៊ីជម្រៅអំពីក្រុមហ្នឹងហ្មងដែរហើយខ្ញុំកាំងរាហ្មងនៅពេលដែលប្រុសចូលមកចិត្តគេមកគេធ្វើមុខតែបើថា Claire នៅចិត្តវិញឯងញ៉ាំខ្ចប់ហ្មងហើយពេលនោះដែររាក៏បានសម័យថាខ្លួនឯងហ្នឹងគឺជាវីរ៉ានារីដើម្បីទៅជួយ Claire ចេញពីចោលក៏ប៉ុន្តែនៅពេលដែលឮ Claire និយាយថាខ្លួនគឺមានមកជាខ្លាំងចឹងខ្លួនអាចការពារខ្លួនឯងបានហើយរាក៏សម័យចេញទស្សនវិជ្ជានៅពេលដែលរានឹងជួយ Claire ក៏ប៉ុន្តែ Claire ឲ្យជួយដោយសារ Claire ចេះវាយដែរហើយឡើងកាំងហ្មងគិតតែឯងនិយាយទៅកូននឹងជួយគិតតែឯងឥឡូវយើងមកមើលពួកអ្នករៀន Magic វិញកំពុងតែរៀនសរសហ្នឹងក៏បានបាញ់ភ្លើងចូលក្នុងព្រៃក៏ភ្លើងចូលមិនទាន់បានហងម្ដុំហ្នឹងក៏ចាប់ផ្ដើមមានរំជួយដីហើយនឹងដូចមករំជួយដីណាគ្នាមើលយូរទៅបានដឹងថានេះគឺជាស្ដេចស្លែមច្រឡំស្ដេចស្លែមអ្នកគ្នាគឺបិសាចស្លែមនៅពេលដែលឃើញចឹងដែរលោកគ្រូព្រះអង្គទី1ហើយនិងព្រះអង្គទី3ក៏បានជំនះសិស្សនៅម្ដុំហ្នឹងចេញទៅដោយសារតែមើលទៅបិសាចហ្នឹងក៏វាមិនធម្មតាដែរដោយសារវារីកមាឌតាមកម្ដៅរបស់វាពេលហ្នឹងដែរលោកគ្រូក៏ព្យាយាមប្រើ Magic ដីហ្នឹងទៅវាយជាមួយនឹងបិសាចស្លែមហ្នឹងដែរតែដីហ្នឹងធ្វើអីស្លែមបានអ្នកគ្នាប៉ុន្តែបើកន្លែងមកមើលរាវិញគឺគ្មានរត់មួយគេទេរាគឺកំពុងតែចង់ចូលមកជួយលោកគ្រូដែរClaire ក៏បានបបួលរារត់តែរាមានរត់ទៅក្រោយណារារត់ទៅមុខហោស្លែមហើយក៏មកជួយលោកគ្រូហើយលោកគ្រូក៏បាននិយាយថាតែឯងរត់ទេមែនឆាប់ជំនះខ្លួនចេញទៅដោយសារតែម្ដុំហ្នឹងគឺវាពិតជាមានគ្រោះថ្នាក់ខ្លាំងមែនតើរាក៏បានសួរទៅកាន់លោកគ្រូថាតើលោកគ្រូហ្នឹងយក Magic ដីយកទៅវាយវាតើវាមានបែកអត់បើសិនជាអាចយើងប្រមូលកម្លាំងសិស្សទាំងអស់យកមកវាយវាវិញមកដល់ពេលលោកគ្រូលឺអញ្ចឹងហើយលោកគ្រូក៏យកសតតាមកំណត់មួយនឹងដែរហើយក៏ហៅសិស្សទាំងអស់ចូលមករួម Magic គ្នាដើម្បីវាយសត្វស្លែមហ្នឹងហើយទោះបីជាសិស្សទាំងអស់ហ្នឹងរួម Magic ចូលគ្នាយ៉ាងណាក៏អាចវាយស្លែមនឹងបែកដែរលុះត្រាតែធាតុភ្លើងហើយនឹងធាតុខ្យល់រួមបញ្ចូលគ្នាទៅធ្វើឲ្យស្លែមនឹងវាលាយចូលក្នុងបានហើយនៅក្នុងការប្រើ Magic របស់សិស្សទាំងអស់ហ្នឹងក៏មានធាតុភ្លើងខ្លាំងដែរធ្វើឲ្យស្លែមហ្នឹងគឺវារីកមាឌកាន់តែធំទៅហើយវាបញ្ចេញសំឡេងយ៉ាងចម្លែកទៀតផងនៅពេលដែលវារីកមាឌចាប់ផ្ដើមធំទៅហើយវាក៏ចាប់ផ្ដើមមានកំហឹងក្នុងខ្លួនកាន់តែក្តៅទៅដែរបិសាចស្លែមក៏ចាប់ផ្ដើមចាប់សិស្សម្ដងម្នាក់លាក់លើឡើងលើហើយស្លែមហ្នឹងគឺមិនមានដៃតែមួយទេគឺមានដៃឥតដែនកំណត់និយាយទៅច្រើនខ្លាំងមែនតើហើយក្នុងចំណោមសិស្សដែលត្រូវបានស្លែមចាប់ហ្នឹងក៏មានរារបស់យើងដែរហើយពេលហ្នឹងរាក៏បានគិតថាតើព្រះរាជបុត្រមួយណាដែលត្រូវមកជួយនាងហើយទីបំផុតក៏មាន system លើកមកហើយ system លើកមកហ្នឹងក៏មានតែព្រះរាជបុត្រទាំង3ទេគឺព្រះរាជបុត្ររព្រះរាជបុត្រយូហើយនិងព្រះរាជបុត្រឋានក៏ប៉ុន្តែភ្លាមហ្នឹងដែរក៏មានឈ្មោះម្នាក់ទៀតលោតមកគឺឈ្មោះ Claire ហ្នឹងឯងហើយរាហ្នឹងគឺគ្មានបានគិតយូរទេគឺចុចយក Claire យកតែម្ដងហើយក៏ស្រែកមកទំហឹងថា Claire ជួយផងក៏ប៉ុន្តែភ្លេចគិតថាក្នុងរូបថតដែលព្រះអង្គឋានមកជួយហ្នឹងក៏មានជាប់ Claire នៅក្នុងហ្នឹងដែរអញ្ចឹងមានន័យថា Claire ហ្នឹងក៏បានជាប់នៅលើដៃបិសាចស្លែមហ្នឹងដែរហ្នឹងហើយនឹងស្លែមនឹងកើតអីទេនៅសុកក៏បោះ Clear ចោលហើយនៅសុកព្រះរាជបុត្រាទី2ក៏បានចូលមកដល់ហើយនិយាយបបួល Clear ហ្នឹងទៅកម្ចាត់បិសាចស្លែមជាមួយគ្នាដោយសារតែយុទ្ធសាស្ត្រពីរនាក់ហ្នឹងគឺភ្លើងហើយនឹងខ្យល់អាចកម្ចាត់ស្លែមបាន
ហើយរាបើយើងនឹងចាំការទៀតបានក្រាស់ប្រពោះទៅកំចាត់ស្លែមមួយគ្នាហើយបានទាំងកំចាត់ស្លែមបានទាំងនៅចិត្តក្រាស់ទៀតនិយាយទៅពេលហ្នឹងគឺចំណេញលើចំណេញហ្មងអត់មានខាតសោះហ្មងនៅទីបំផុតពួកគេក៏បានកំចាត់ស្លែមហ្នឹងបានសម្រេចហើយពេលហ្នឹងដែរគឺថាសសចាប់ផ្ដើមឈៀបពីអ្នកនឹងខ្លាំងមែនទែនហើយព្រះអង្គហ្នឹងក៏មានអារម្មណ៍ថាខ្លួនឯងដូចចូលចិត្តទៅកាន់ Clear ដែររាបើយើងក៏បាននៅជុំគេទេរាជាប់ដើរចូលព្រៃហើយ Head Paul ដែលរាដើរចូលព្រៃហ្នឹងគឺមករកកូនស្លែមហើយឈ្មោះដែលគេដាក់ឲ្យកូនស្លែមហ្នឹងឈ្មោះ Rally ហើយចាប់ពីពេលហ្នឹងតទៅគឺរានឹងសម្រេចចិត្តថាចិញ្ចឹម Rally ហើយកើតជាមិត្តភក្តិនឹងគ្នាអញ្ចឹងណាហើយរានឹងក៏បានសុំទោសទៅកាន់ Rally ដែរដោយសារតែមិត្តភក្តិរបស់គេហ្នឹងបានបាញ់ភ្លើងទៅហើយការបាញ់ភ្លើងហ្នឹងដែរគឺធ្វើឲ្យប៉ះពាល់ដល់ Rally ទៅធ្វើឲ្យម៉ាក់របស់ Rally ដែលជាស្ដេចស្លែមមិញហ្នឹងមកការពារដល់ពេលមកការពារទៅមិនត្រូវភ្លើងដល់ពេលត្រូវភ្លើងទៅវាមិនរីកមាឌធំហើយសសក៏ចាប់ផ្ដើមខ្លាចហើយក៏ចូលមកវាយស្ដេចស្លែមនឹងបាត់ទៅនិយាយទៅហេតុផលគឺស្រួលស្ដាប់ពេកតែចុងក្រោយគឺរារបស់យើងនឹងបានយកស្លែមនឹងធ្វើជាមិត្តភក្តិឲ្យអ្នកគ្នាកំភៃនិយាយទៅស្លែមនឹងខ្ជូតយកហ្មងនៅពេលដែលរៀបដើរចេញមកពីព្រៃហើយក៏បានឃើញClearហើយនឹងព្រះរាជបុត្រទី2កំពុងតែនិយាយគ្នាពេលហ្នឹងព្រះរាជបុត្រទី2ក៏បានដើរមកមុនClearទៀតClearហ្នឹងគឺអត់មានបំណងចង់មករកព្រះរាជបុត្រឋាននឹងអីទេប៉ុន្តែពេលហ្នឹងចៃដន្យអីទៅគឺបានជួបព្រះរាជបុត្រឋានហើយ Clear ក៏បាននិយាយថាហេតុអីបានដើរចេញមកមុនអញ្ចឹងអាហ្នឹងក៏បាននិយាយថាបើសិនជាគ្មានខ្លួនក៏Clearអាចសប្បាយចិត្តបានដែរហើយរាក៏ចង់ដើរចេញដោយសារឃើញពីអ្នកនឹងរៀង sweet ដែរក៏ចង់ផ្ដល់ពេលវេលាឲ្យពីអ្នកនឹងអញ្ចឹងទៅដោយសារតែគិតថាខ្លួននឹងគឺជាតួរីរងនៅក្នុងរឿងមួយហ្នឹងទេអត់សមចូលទៅពាក់ព័ន្ធក្នុងរឿងហ្នឹងអីចឹងណាក៏ប៉ុន្តែពេលហ្នឹងចៃដន្យអីទៀតជន់ស្លឹកឈើនៅkiaហ្នឹងធ្វើឲ្យលាន់ចេញសំឡេងហើយពេលហ្នឹងដែរ Clear ហ្នឹងក៏បានងាកមកទៀត Clear ហ្នឹងក៏បានរត់មកឡើងលឿនសួរទៅកាន់រាថាតើរាមានរបួសអីអត់ដោយសារតែមិញគឺបិសាចឆ្លែមហ្នឹងបានចាប់រាដែររាហ្នឹងគឺអត់មាននិយាយអីទាំងអស់មានតែភាពគាំងដោយសារតែខ្លួនហ្នឹងគឺត្រូវបាន Clear យកចិត្តទុកដាក់ណាគ្នា Clear ហ្នឹងក៏បានបន្តសួរទៀតថាហេតុអីបានមកកន្លែងហ្នឹងមិនក៏អត់ឃើញនៅកន្លែងជុំគ្នាមួយសសអីអញ្ចឹងណារាហ្នឹងក៏បាននិយាយថាបាច់ចាប់អារម្មណ៍មួយខ្ញុំទេទៅមើលព្រះអង្គម្ចាស់ខ្លួនឯងតែClearហ្នឹងគឺគ្មានខ្វល់អីច្រើនទេសំខាន់គឺរារបស់គេអត់អីអញ្ចឹងណាហើយបន្ទាប់មកព្រះអង្គម្ចាស់ឋានក៏បានដើរចេញទៅបាត់ទៅហើយនៅពេលហ្នឹងដែរClearគឺភ្លេចខ្លួនថាខ្លួនហ្នឹងគឺស្អប់គេក៏ប៉ុន្តែច្រឡំបញ្ចេញទឹកមុខហើយនឹងអាការៈថាខ្លួនហ្នឹងគឺបារម្ភពីគេClearក៏បានបដូរទឹកមុខទៅជាងការជាងនឹងបន្តិចហើយក៏បានបបួលរាហ្នឹងទៅផ្ទះវិញដោយសារតែនៅម្ដុំហ្នឹងគឺវាអត់សុវត្ថិភាពទេហើយណាមួយបិសាចក៏បានកម្ចាត់ហើយអស់ដែរនៅពេលដែលនិយាយចឹងហើយអ្នកទាំងពីរក៏បានដើរទៅផ្ទះវិញទៅហើយរឿងយើងក៏បានចប់ត្រឹមតែប៉ុណ្្នឹងដែរ